បងប្អូនកូនក្មួយទាំងអស់គ្នាបងប្អូនបានសួរខ្ញុំថាលោកគ្រូមហាជុំឆ្នាំ2026ហ្នឹងលោកគ្រូអាចជំរាបជូនបានទេថាតើឆ្នាំ2026ហ្នឹងជាឆ្នាំអីហើយហុងស៊ុយអីយ៉ាងម៉េចដែរបាទខ្ញុំសូមជំរាបជូនដល់លោកអ្នកថានៅក្នុងឆ្នាំ2026នេះគឺឆ្នាំមមីបាទឆ្នាំមមីអញ្ចឹងមមីបើតាមក្បួនចិនសាយគឺមមីធាតុភ្លើងអញ្ចឹងមមីធាតុភ្លើងបងប្អូនណាមមីធាតុភ្លើងហើយភ្លើងនៅក្នុងឆ្នាំ2026នេះគឺវាមាន2ត្រួតបាទភ្លើងមកទាំងលើភ្លើងមកទាំងក្រោមដោយសារតារាសាស្ត្រវាចចូលមកអញ្ចឹងភ្លើងវា2ត្រួតអញ្ចឹងនៅក្នុងឆ្នាំ2026នេះវាអាចមានគ្រោះរាំងស្ងួតវាអាចមានគ្រោះអគ្គិភ័យកើតឡើងអញ្ចឹងមានការប្រុងប្រយ័ត្នឲ្យបានច្រើនហើយចំពោះមុខរបរដែលយើងរកស៊ីគឺមុខរបរផ្នែកទឹកបាទផ្នែកទឹកគឺល្អសម្រាប់ឆ្នាំនេះបាទអញ្ចឹងអ្នកដែលលក់ភេសជ្ជៈបាទអ្នកដែលលក់ភេសជ្ជៈដូចជាទឹកក្រូចដូចជាទឹកសុទ្ធដូចជាប៊ីយ៉ាអីជាដើមបាទអញ្ចឹងត្រូវប៉ាន់ហើយឆ្នាំ2026ហ្នឹងទី1ទី2អ្នកដែលបើកកន្លែងរបៀបធម្មជាតិណាដូចជា resort ដូចជាអ្នកដាំសួនដាំផ្កាដាំបន្លែហ្នឹងក៏ហេងខ្លាំងដែរបាទចំណែកទី3អ្នកលក់ skin care អ្នកលក់ skin care ក៏ហេងខ្លាំងដែរណាអ្នកលក់ skin care យើងត្រូវដឹងថានៅក្នុងឆ្នាំ2026នេះធាតុភ្លើងចូលមកធ្វើឲ្យក្តៅអញ្ចឹងមនុស្សយើងកាលណាតែក្តៅវាកាហាយមុខកាហាយអីត្រូវការកែសម្ផស្សត្រូវការការពារអញ្ចឹងអ្នកដែលលក់ skin care នេះអ្នកលក់ skin care មានថាលេលាបមុខការពារកម្ដៅថ្ងៃលេស្បែកលេអីហ្នឹងក៏ត្រូវប៉ាន់ដែរបាទក៏ត្រូវប៉ាន់ដែរឆ្នាំ2026ហ្នឹងអញ្ចឹងអ្នកលក់អនឡាញមានទឹកមាត់លេបបាទអញ្ចឹងសិតតែហេងហើយមនុស្សយើងយ៉ាងម៉េចដែរនៅក្នុងឆ្នាំ2026ហ្នឹងក្តៅកាហាយច្រើនណាបាទព្រោះធាតុភ្លើងធ្វើឲ្យមនុស្សហ្នឹងចិត្តក្តៅធ្វើឲ្យមនុស្សហ្នឹងចង់បានអីចង់បានភ្លាមចង់ធ្វើអីធ្វើភ្លាមឲ្យដូចចិត្តឲ្យដូចបំណងណាបងប្អូនណាបាទបើសិនជាមិនដូចចិត្តមិនដូចបំណងដូចថាមិនស្រួលអាចរិតមន់រោពងណាបងប្អូនណាបាទចរិតយើងដូចមន់រោពងអញ្ចឹងក៏លហូលហូបស្លន់ស្លោអីអញ្ចឹងទៅអញ្ចឹងត្រូវការសមាធិត្រូវការសម្រួលអារម្មណ៍ហើយអត្រានៃការផិតក្បត់គ្នាក៏ច្រើនដែរបាទប្តីអត់ស្មោះត្រង់មួយប្រពន្ធអត់ស្មោះត្រង់ជាមួយប្តីគូសង្សារអីអត់ស្មោះត្រង់មួយគ្នាឬមួយអ្នកដែល fake ណាបងប្អូនអ្នកដែល fake ហ្នឹងបានន័យថាអ្នកដែលសំដែងពាក្យថាអ្នកដែលសំដែងគ្រប់យ៉ាងហ្នឹងក៏នឹងត្រូវបង្ហាញឲ្យគេឃើញដែរបាទណាយើងសំដែងថាយើងល្អយើងសំដែងថាយើងនឹងមានយើងសំដែងថាយើងនឹងយ៉ាងម៉េចហ្នឹងណាឲ្យតែអ្នកដែលសំដែងគឺសិតតែត្រូវគេបកស្បែកមុខហើយនៅក្នុងឆ្នាំ2026ហ្នឹងបាទអ្នកដែលសំដែងអ្នកដែលខូចបងប្អូនណាបាទហើយអ្នកដែលរកស៊ីខុសច្បាប់បាទអ្នកដែលរកស៊ីខុសច្បាប់អ្នកដែលរកស៊ីបំពុលក៏ត្រូវបរាជ័យក៏ត្រូវរលាយសាបសូន្យដែរអញ្ចឹងអ្នកដែលរកស៊ីខុសច្បាប់អីអញ្ចឹងណាបងប្អូនណាបាទអ្នកដែលរកស៊ីខុសច្បាប់អ្នកដែលបំពុលអ្នកដែលបំផ្លាញនិយាយថាសង្គមអ្នកអីហ្នឹងក៏ត្រូវគេបកស្បែកមុខចេញដែរឥឡូវគេបកបដើឲ្យឃើញហ៎បងប្អូនណាបាទហើយបន្តិចទៀតគេបកខ្លាំងជាងនឹងទៀតអញ្ចឹងបងប្អូនណាបាទអញ្ចឹងប្រយ័ត្នប្រយែងហើយបើអ្នកខ្លះដឹងខ្លួនតន់ដឹងឲ្យខ្លួនឯងហ្នឹងវាចិត្តចូលទៅដល់ឧបាយមុខហើយគឺត្រូវតែដកខ្លួនចេញអញ្ចឹងអ្នកដែលរកស៊ីខាងបោកប្រាស់គេអ្នកដែលរកស៊ីធ្វើឲ្យប្តីប្រពន្ធកូនគេវិនាសពង្វក់ស្មារតីឲ្យប្តីគេនឹងក្បត់ចិត្តឲ្យអីស្អីមានស្រីមានអីហ្នឹងអាហ្នឹងឲ្យគេនិរាសអីហ្នឹងគឺសិតតែមិនល្អទេនៅក្នុងឆ្នាំ2026អាធាតភ្លើងនៅក្នុងឆ្នាំ2026នេះកាចណាស់នឹងដុតកំតិចបាទដុតកំតិចហើយមនុស្សណាដែលចូលចិត្តស្អប់គេចំណែននន្ទាឈ្នានីសគេកេងប្រវាញ់គេក៏អាចកើតជំងឺគេហៅថាជំងឺក្តៅកាហាយជំងឺឆ្កួត stress មួម៉ៅក្តៅកាហាយដល់លលើបាត់បង់សតិអីជាដើមអញ្ចឹងត្រូវសម្រួលណាបាទធ្វើតែល្អទៅគឺយើងបានកាក់កបគឺយើងបានរីកចម្រើនហើយនៅក្នុងឆ្នាំ2026នេះអញ្ចឹងអ្នកដែលរកស៊ីខុសច្បាប់អ្នកដែលកេងប្រវាញ់ញើសឈាមគេអ្នកដែលបំពុលធ្វើឲ្យគ្រួសារគេដូចថារកស៊ីមុខរបរបោកប្រាស់គេធ្វើឲ្យគ្រួសារគេមិនល្អមិនអីហ្នឹងអាហ្នឹងគឺសិតតែទៅហើយបាទអ្នកនាំឲ្យគេខូចអីគឺសិតតែទៅឆ្នាំ2026បងប្អូនចាំមើលទៅបាទទៅអស់ហើយណាហើយអ្នកដែលធ្វើបាបគេជិះជាន់គេមើងងាយគេ
ស្អីហ្នឹងគឺទៅដូចខ្ញុំនិយាយចឹងបាទហើយនៅក្នុងឆ្នាំ2026នេះបងប្អូនកូនក្មួយទាំងអស់គ្នាបងប្អូនណាបាទនៅក្នុងឆ្នាំ2026នេះធាតុភ្លើងណាបងប្អូនភ្លើងពីធួតដល់អញ្ចឹងបងប្អូនចង់ឲ្យហេងណាបងប្អូនកូនក្មួយបងប្អូនយកដើមរាសីខ្ញុំតែងជំរាបជូនណាដើមរាសីត្រាំទឹកបាទថានៅក្នុងផ្ទះគ្រប់កន្លែងហ្នឹងមិនថាຕົកធ្វើការមិនថានៅជំនាញផ្ទះនៅអីហ្នឹងបងប្អូនមានថោហ្នឹងប្រើពណ៌ក្រហមក៏បានប្រើពណ៌អីក៏បានឲ្យតែថោហើយដាក់ដើមរាសីនៅក្នុងថោហ្នឹងបាទដាក់ប្រមាណដើមក៏បានដែរដាក់ចូលទៅគឺហេងខ្លាំងផ្ទុះលៀបផ្ទុះសំណាងបងប្អូនព្រោះដើមរាសីគឺពណ៌ខៀវតំណាងឲ្យធាតុឈើហើយឈើយកទៅត្រាំជាមួយទឹកអញ្ចឹងធាតុភ្លើងចូលមកអញ្ចឹងទឹកវាប្រសាភ្លើងឈើដុះថ្កុំថ្កើងយើងរកស៊ីមានបានអញ្ចឹងនាំគ្នាទៅទិញដើមរាសីយកមកដាក់តាំងនៅក្នុងផ្ទះឲ្យបានគ្រប់គ្នាទៅប៉ុន្តែកូនសិស្សលោកគ្រូមហាជុំdirect ដឹងថាហេងចូលព្រោះមានដើមរាសីដាក់តាំងពីដើមមកអត់ឲ្យដកចេញទេបាទហើយបងប្អូនកូនក្មួយនៅក្នុងឆ្នាំហ្នឹងគឺ2026នេះបងប្អូនកូនក្មួយគេហៅថាអ្នកដែលរលុយមកអត់សល់ទេបងប្អូនបានប្រហែលក៏ចាយទៅវិញអស់ដែរអញ្ចឹងត្រូវការឲ្យយើងនឹងមានការរិះថាន់ចាយវាយឲ្យដឹងខ្ទង់អ្វីដែលគួរធ្វើអ្វីដែលមិនគួរធ្វើណាមិនមែនចេះតែចាយទៅទៀតណាឆ្នាំ2026ហ្នឹងណាមិនអ្នកឯងអូយរកបានក្រាក់អ្នកឯងចាយខ្ជះខ្ជាយតែបន្តិចទៀតរកលេងបានអ្នកឯងវេទនាហើយអញ្ចឹងចាយវិញឲ្យរិះថាន់កុំដើរចូលហាងកុំចូលការ៉ាអូខេចូលបារចូលអីអាវ៉ាសាយអីក៏អត់បានដែរណាត្រូវរិះថាន់បន្តិចព្រោះយើងវាមានហានិភ័យច្រើនឆ្នាំហ្នឹងណាភ្លើងណាតែវាឆេះតិចអញ្ចឹងវាមានហានិភ័យប្រយ័ត្នអញ្ចឹងពេលយើងចាយលុយក៏ត្រូវចេះគិតចេះគូដែរហើយបងប្អូនកូនក្មួយបើចង់ឲ្យយើងចាយលុយសល់ណាយើងកុំចាយយើងរីថាន់ទៅយើងចំណាយលើអ្វីដែលយើងត្រូវតែប្រយ័ត្នប្រយែងថាត្រូវតែចាំបាច់ចាបងប្អូនណាបាទហើយបើយើងអ្នកខ្លះវាមិនចំណាយអាចាំបាច់វាត្រូវតែចាយទៅទៀតណាបាទដោយសារមានការភ័យព្រួយអញ្ចឹងខ្ញុំលោកគ្រូមហាជុំខ្ញុំមានឃ្លោកបាទឃ្លោកនេះមាន2ពណ៌បងប្អូនណាបាទនេះឃ្លោកមង្គលបងប្អូនឃើញហ៎នេះពណ៌នេះមួយហើយពណ៌នេះមួយឃ្លោកចក្រវាលស្រូបលៀបឃ្លោកចក្រវាលហ្នឹងបានន័យថាដាក់នៅក្នុងផ្ទះនាំលៀបនាំសំណាងអញ្ចឹងនៅក្នុងឆ្នាំ2026ហ្នឹងបងប្អូនចង់ឲ្យចាយលុយមកសល់ចង់ឲ្យរកលុយមកបានចង់ឲ្យមុខរបរអាជីវកម្មយើងហ្នឹងហេងកកបរីកចម្រើនលែងមានទុកលែងមានកង្វល់លែងមានបញ្ហាណាយើងកំចាត់សត្រូវយើងរកលុយមកឲ្យសល់បងប្អូនណាជាវឃ្លោកនឹងយកទៅដាក់ផ្ទះបងប្អូនណាបាទឃ្លោកនឹងយកទៅដាក់ផ្ទះគឺហេងខ្លាំងផ្ទុះលៀបផ្ទុះសំណាងហើយឃ្លោកយកទៅដាក់នៅណាក៏ដោយឲ្យទៅនៅក្នុងផ្ទះយើងមានទូតាំងដាក់ទូតាំងយើងមានជំនាញផ្ទះដាក់នៅជំនាញផ្ទះអញ្ចឹងបងប្អូនជាវឃ្លោកមង្គលហ្នឹងយកទៅដាក់នៅក្នុងផ្ទះបងប្អូនរកលុយមកសល់រកលុយមកលែងទៅវិញហើយអ្នកខ្លះរីកថាំដែរប៉ុន្តែវាអត់សល់ហីថាមអត់សល់យ៉ាងម៉េចលុយសល់ហើយវាត្រូវការខូចឡានខូចម៉ូតូគ្រោះថ្នាក់បញ្ហាវាអត់ទៅវិញកូនឈឺម៉ែក្មេកឈឺអានឹងឯងដែលជាក្តីកង្វល់អញ្ចឹងបងប្អូនណាត្រូវមានឃ្លោកនឹងយកដាក់ផ្ទះណាបងប្អូនណាបាទមានឃ្លោកនឹងយកទៅដាក់ផ្ទះលុយមកសល់ទាំងអស់ហើយរីកចម្រើនថ្កុំថ្កើងទៀតអញ្ចឹងឃ្លោកនឹងវាមាន2000ហ្នឹងបងប្អូនណាបាទអញ្ចឹងយកទៅដាក់ទៅហេងឲ្យឆ្នាំថ្មីហ្នឹងនេះឃើញទេមានយ័ន្តស័ក្តិសិទ្ធិដាក់នៅក្នុងផ្ទះនាំលៀបសំណាងយ័ន្តចក្រវាលណាហើយឃ្លោកនេះអានេះតំណាងឲ្យធាតុមាសល្អជោគជ័យអានេះពណ៌នេះតំណាងឲ្យធាតុឈើពណ៌ខៀវរកស៊ីមានបានអញ្ចឹងបងប្អូនជាវឃ្លោកមកគូដាក់ផ្ទះគ្រប់គ្នាទៅឆ្នាំ2026ហេងខ្លាំងផ្ទុះលៀបផ្ទុះសំណាងហើយអញ្ចឹងឃ្លោកនេះមានប្រហែលជា20គូបាទចង់បានជាវទៅបើមិនបានទេក៏ហិចទៅណាបងប្អូនណាបាទអញ្ចឹងយើងយកទៅដាក់ទៅគឺយើងហេងពាក់ព័ន្ធជាមួយនឹងឆ្នាំ2026ហ្នឹងខ្ញុំបានរៀបរាប់នៅសេចក្តីអស់ហើយអញ្ចឹងក៏ប្រយ័ត្នប្រយែងទៅហើយមិនបាច់ភ័យមិនបាច់ទៅឈឺក្បាលអូយមួយនេះឈ្នានេះអញណាអាមួយនោះឈ្នានេះអញណាវាក្តៅកាហាយជាមួយអញណាអូកុំទៅខ្វល់តិចទៀតទៅអាឆ្នាំ2026ហ្នឹងធៀបភ្លើងចូលមកគឺវិនិច្ឆ័យហើយអ្នកដែលចំណែននិន្ទាគេនោះបាទអាហ្នឹងណាបាទឆ្នាំ2026ហ្នឹងគឺធាតុភ្លើងមកពីត្រួតហើយជុក9ហ្នឹងធាតុភ្លើងទៀត3ត្រួតឆេះខ្ទេចអ្នកដែលចំណែននិន្ទាឈ្នានេះគេណាអ្នកដែលប្រកបរបរសុចរិតអីគឺចាប់ដើមវិនិច្ឆ័យសាបសូន្យហើយអញ្ចឹងក៏យើងក៏ទៅតាមនោះទៅណាបាទអរគុណណាខ្ញុំចែកម្លែកប៉ុណ្ណឹងពាក់ព័ន្ធជាមួយនឹងហុងស៊ុយឆ្នាំ2026បាទហេងកកបរីកចម្រើនហើយក៏ជោគជ័យហើយក៏ល្អទាំងអស់គ្នាទៅ